បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនប្រុសស្រីទាំងអស់ដែលតែងនិយមតាមដានទស្សនានៅវីដេអូក្នុង Channel ខ្ញុំបាទខណៈពេលនេះខ្ញុំបានធ្វើដំណើរមកដល់ភូមិព្រៃច័ន្ទដែលជាភូមិត្រូវបានចោសៀមឆ្លៀនពៀនមកទន្ទ្រានពាត់បន្លាលុះយកហើយពុកម៉ែបងប្អូនក្នុងគណៈពេលនោះផងដែរក៏គប់ជួនសម្ដេចម៉ែនសំណនគាត់ក៏បានអញ្ជើញទៅកាន់ភូមិព្រៃច័ន្ទនោះផងដែរអមដំណើរដោយគណៈប្រតិភូជាច្រើនរួមទាំងគណៈអភិបាលខេត្តបន្ទាយមានជ័យផងដែរលោកអ្នកនាងជាទីមេត្រីក្នុងទស្សនវិជ្ជាដែលគួរឲ្យឈឺចាប់មានប្រជាពលរដ្ឋក៏ដូចជាប្រសង់បានសាមគ្គីភាពស្រួលគ្នាមកដើម្បីលើកទឹកចិត្តដល់អ្នកភូមិដោយការនាំយកនៅអំណោយផ្សេងមានទឹកសុទ្ធមានបន្លែមានម្ហូបចំណីផ្សេងមីត្រីខអីផ្សេងបងប្អូនដើម្បីយកមកលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋប្រជាកងទ័ពទាំងអស់ដែលបានឈរជើងចាំការពារទឹកដីនៅមាតុភូមិរបស់យើងរួមជាមួយនឹងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រៃច័ន្ទផ្ទាល់ហើយមិនតែប៉ុណ្ណោះគឺមានក្រុមខាងកសែតដែលចុះទៅផ្ដិតយករូបភាពផ្សេងពុកម៉ែបងប្អូនដែលចុះទៅផ្ដិតយករូបភាពផ្សេងដើម្បីផ្សព្វផ្សាយអំពីភាពលោភលន់និងភាពអរិភាពនៃប្រទេសសៀមដែលបានចូលមកទន្ទ្រានឆ្លៀនពៀនទឹកដីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងពុកម៉ែបងប្អូននេះគឺជាបន្លាលួសក៏ដូចជាកង់ឡានដែលចោសៀមបានយកមកពាត់នៅភូមិព្រៃច័ន្ទដែលកាត់ផ្ដាច់ផ្ទះរបស់ប្រជាពលរដ្ឋប្រមាណជា6ខ្នងមកទល់ពេលនេះគឺមិនទាន់មានដំណោះស្រាយយ៉ាងណាទេចោសៀមនៅតែបន្តហុំព័ទ្ធដោយបន្លាលួសហើយកាត់ផ្ដាច់នៅផ្ទះរបស់អ្នកស្រុកនៅខាងទៀតផងដែរបងប្អូនទាំងអស់គ្នាទស្សនវិជ្ជាមួយនេះគឺបង្ហាញនៅភាពឈឺចាប់ដែលប្រទេសកម្ពុជារបស់យើងជាប្រទេសទុនខ្សោយហើយត្រូវបានរំលោភបំពានដោយគ្មានគេខ្មាស់គ្មានការខ្មាស់អៀនទៅដល់អន្តរជាតិហើយយកអំណាចនៃភាពមានបានភាពជឿនលឿនវិស័យរបស់ខ្លួនមកជិះជាន់ដល់បណ្ដាប្រទេសដែលទុនខ្សោយដូចជាប្រទេសកម្ពុជារបស់យើងនឹងហើយបងប្អូនក្នុងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដាន